បាទសួស្តីបងប្អូនបាទថ្ងៃនេះខ្ញុំចង់និយាយបន្តិចអំពី YouTube បាទខ្ញុំមិនមែនជាអ្នកជំនាញអីខាង YouTube ទេប៉ុន្តែខ្ញុំបានបង្កើត Channel មកពីរហើយChannel ទី1នោះឃើញថាខ្ញុំដាក់វីដេអូខ្លីវីដេអូ original ផងហើយវីដេអូ remix ពីគេផងបាទបើសិនជាតាមវីដេអូ original ដូចថាវាមិនបានជាបាន subscribe ច្រើនឬក៏បាន view ច្រើនទេប៉ុន្តែវាបានវាឡើងយឺតចង់និយាយថាវាឡើងយឺតឡើងមួយចឹងប៉ុន្តែបើសិនជាយើងចង់ឲ្យ subscribe យើងឡើងលឿនហើយនឹងចំនួន view ឡើងច្រើនបងប្អូនអាច remix វីដេអូគេយើងយកវីដេអូណាដែលគេនិយមមើលច្រើនដូចជា20M ឬក៏ 30M យើងយកមក remix វីដេអូខ្លីទេប៉ុន្តែយើងយក remix មកដាក់ក្នុងវីដេអូយើងបាទក្នុង channel យើងឃើញថាឡើងតាំងពី subscribe ឡើងតាំងពី view បាទឡើងលឿនចំណែកនេះប៉ុន្តែបងប្អូនកុំភ្លេចដាក់វីដេអូវែងផងនៅពេលដែល subscribe ឬក៏ subscribe បងប្អូនឡើងដល់ 1K អីបងប្អូនអាចបញ្ចូលវីដេអូវែងហើយព្រោះវីដេអូវែងសំខាន់ណាស់វីដេអូខ្លីគេអត់គិតម៉ោងឲ្យទេបងប្អូនប៉ុន្តែបើវីដេអូវែងបានគេគិតម៉ោងឲ្យអញ្ចឹងយើងត្រូវដាក់វីដេអូវែងចាប់ពី3នាទីឡើងទៅដល់10នាទី20បានវែងកាលណាគឺល្អកាលនោះបាទអញ្ចឹងបងប្អូនដាក់វីដេអូវែងទៅបាទដូចកុំឲ្យដូចខ្ញុំវាហួសហើយខ្ញុំដាក់សុទ្ធតែវីដេអូខ្លីហើយដល់ពេលមើលចំនួនម៉ោងគឺអត់បានទេsubscribe ឡើងដល់ 20K ស្មើនឹង20000ហើយview ឡើងដល់19លានហើយអត់ទាន់មានចំនួនម៉ោងទេសូម្បីតែ1ម៉ោងក៏គ្មានដែរបាទដោយសារខ្ញុំដាក់សុទ្ធតែវីដេអូខ្លីអញ្ចឹងសូមបងប្អូនដាក់វីដេអូខ្លីបាន subscribe ចំនួនប្រហែល 1K ស្មើនឹង1000 subscriber ហើយបងប្អូនត្រូវដាក់វីដេអូវែងបាទនឹងបាន YouTube គាត់គិតម៉ោងឲ្យហើយម៉ោងនេះគឺពិបាករកណាស់បងប្អូន 4000 ម៉ោងគឺមិនស្រួលទេវីដេអូយើង10នាទីអីមើលបាន100អីគឺមើលបាន100 view អីគឺគេគិតឲ្យតែ1ម៉ោង2ម៉ោងឬក៏3ម៉ោងទេបាទគេអត់គិតឲ្យច្រើនទេទោះតែយើងគុណទៅឃើញច្រើនដែរប៉ុន្តែហាក់ដូចជាគិតឲ្យតិចណាស់បាទ YouTube គិតឲ្យតិចមែនតើចាំបានបងប្អូនត្រូវដាក់វីដេអូវែងដើម្បីយកម៉ោងបងប្អូនដើម្បីយកម៉ោងឲ្យបានច្រើនព្រោះបើយើងគ្រប់ subscribe បាន1000ហើយ view បាន 10M ហើយប៉ុន្តែបើម៉ោងអត់បានអី1ម៉ោងឬក៏2ម៉ោងនោះបងប្អូននៅតែអត់គ្រប់គោលការណ៍ដដែលអញ្ចឹងសូមបងប្អូនធ្វើតាមខ្ញុំនៅពេលដែល subscribe ឡើងដល់ 1M អីឬក៏500អីបងប្អូនដាក់វីដេអូវែងទៅដើម្បីឲ្យជួយបាទដើម្បីឲ្យជួយយោងឲ្យចេញឲ្យបានម៉ោងច្រើនហើយម៉ោងនេះមិនងាយទេបងប្អូនហើយវីដេអូខ្ញុំ 19M view ហើយអត់ទាន់មានបាន1ម៉ោងអីទេនៅ0ដដែលបាទហ្នឹងហើយខ្ញុំគ្រាន់តែចង់ប្រាប់បងប្អូនតែប៉ុណ្ណឹងចឹងសូមផ្ដាំបងប្អូនតែប៉ុណ្ណឹងបាទសូមបងប្អូនកុំភ្លេច
វីដេអូវែងព្រោះ YouTube ចូលចិត្តវីដេអូវែងចឹងវីដេអូខ្លីបងប្អូនដាក់បានប៉ុន្តែបានតែ Subscribe និងបានតែ view ទេប៉ុន្តែចំនួនម៉ោងគឺស្មើនឹង0ហើយប៉ុន្តែបើដាក់វីដេអូខ្លីផងវីដេអូវែងផងនោះវីដេអូវែងបានចំនួនម៉ោងវីដេអូខ្លីបាន Subscribe និង view វាអាចរត់ដំណើរគ្នាគ្រាន់តែម៉ោងវាបានក្រោយទេម៉ោងវាអាចគ្រប់គោលការណ៍ក្រោយប៉ុន្តែ Subscribe view គឺវាគ្រប់គោលការណ៍មុនហើយប៉ុន្តែឧបមាថាយើងបាន Subscribe គ្រប់ហើយបានចំនួន view ចិត្តគ្រប់ហើយឧបមាថាយើងចំនួន view ឡើងដល់ 19M ដូចខ្ញុំឡើងដល់ 19M ស្រាប់តែឥឡូវនេះគេកាត់បន្ថយវិញ 19M នៅសល់តែ 12M ហើយអត់ទាន់គ្រប់ 10M ផងឥឡូវគេកាត់នៅសល់តែ 12M អីទេអញ្ចឹងបងប្អូនបើសិនជាចំនួនឡើងម៉ោងឡើងលឿនចំនួន M ប្រហែលជាអាចលឿនដែរណាបងប្អូនបាទអញ្ចឹងខ្ញុំសូមផ្ដាំប៉ុណ្ណឹងទេសូមអរគុណបាទអរគុណបងប្អូនជម្រាបលាបងប្អូនអរគុណច្រើន